ម្រាបសួរបងប្អូនទាំងអស់គ្នាក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអរគុណព្រះអង្គមែនទែននៅថ្ងៃនេះយើងនឹងបន្តសិក្សាព្រះបន្ទូលរបស់ព្រះអង្គជាមួយគ្នាបន្តទៀតតាមរយៈវីដេអូផងដែរហើយយើងនឹងបន្តសិក្សានៅព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរយ៉ូហានជំពូក20ជាមួយគ្នាដែលនៅក្នុងជំពូកនេះគឺនិយាយអំពីការមានប្រជញ្ញរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺយើងបន្តនៅមេរៀនដែលយើងសិក្សាជាមួយគ្នាកាលពីសប្តាហ៍មុនផងដែរនៅពេលដែលទាហានរ៉ូម៉ាំងបានធ្វើទរណកម្មដល់ព្រះយេស៊ូវរួចហើយពួកគេបានឆ្កាងព្រះអង្គហើយព្រះអង្គសុគតនៅថ្ងៃសុក្របងប្អូនហើយក្រោយពេលដែលព្រះអង្គសុគតនៅថ្ងៃសុក្រហ្នឹងគឺពួកគេបានយកព្រះអង្គទៅបញ្ចុះនៅក្នុងភ្នូរហើយដោយមានទាហានរ៉ូម៉ាំងហ្នឹងនៅការពារភ្នូរហ្នឹងយ៉ាងតឹងរឹងជាទីបំផុតបងប្អូនទ្រង់ត្រូវបានគេបញ្ចុះនៅក្នុងទ្រង់សុគតហើយបញ្ចុះក្នុងភ្នូរហ្នឹងគឺចំថ្ងៃសុក្រហើយ3ថ្ងៃក្រោយគឺទ្រង់មានប្រជញ្ញរស់ឡើងវិញឥឡូវយើងរាប់ជាមួយគ្នាថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យអញ្ចឹង3ថ្ងៃក្រោយគឺទ្រង់មានប្រជញ្ញរស់ឡើងវិញគឺព្រះអង្គមានប្រជញ្ញរស់ឡើងវិញនៅថ្ងៃអាទិត្យហ្នឹងឯងអញ្ចឹងនៅយប់ទៀបភ្លឺនៅថ្ងៃអាទិត្យហ្នឹងស្រាប់តែមានរញ្ជួយដីកើតឡើងយ៉ាងខ្លាំងមែនទែនធ្វើឲ្យមនុស្សម្នាភ័យខ្លាចយ៉ាងខ្លាំងជាពិសេសគឺពួកទាហានរ៉ូម៉ាំងហ្នឹងគឺគាត់ភ័យហើយគាត់រត់ខ្ចាយខ្ចាយអស់ទៅហើយនៅពេលនោះឯងគឺជាពេលដែលព្រះយេស៊ូវទ្រង់មានប្រជញ្ញរស់ឡើងវិញនៅក្នុងថ្ងៃដែលព្រះយេស៊ូវទ្រង់មានប្រជញ្ញរស់ឡើងវិញនឹងផងដែរមានស្ត្រីម្នាក់គាត់ឈ្មោះថាម៉ារីម៉ាដាឡាគឺគាត់ខូចចិត្តមែនទែននៅពេលដែលព្រះយេស៊ូវទ្រង់សុគតហើយក្រោយមកនាងក៏បានធ្វើដំណើរទាំងព្រលឹមនៅថ្ងៃអាទិត្យហ្នឹងដើម្បីទៅឯភ្នូរព្រះយេស៊ូវនៅពេលដែលគាត់បានធ្វើដំណើរចូលទៅកន្លែងភ្នូរព្រះយេស៊ូវហើយគឺគាត់ស្រាប់តែបានឃើញថានៅក្នុងភ្នូរនោះគឺរបើកហើយនៅទទេគឺនាងបានឃើញត្រឹមតែសម្ពុតភ្នាត់ដែលរុំសាកសពរបស់ព្រះយេស៊ូវត្រូវបានបត់រៀបចំយ៉ាងស្អាតនៅទីនោះហើយក្រោយមកទៀតគាត់ក៏បានអង្គុយយំតែម្នាក់ឯងយ៉ាងសោកសៅជាទីបំផុតខណៈដែលគាត់កំពុងតែយំហ្នឹងគឺគាត់បានឃើញស្រមោលមនុស្ស2នាក់នៅក្នុងភ្នូរនោះផងដែរហើយគាត់ក៏បានចូលទៅមើលទាំងឆ្ងល់ផងទាំងយំផងទាំងស្រក់ទឹកភ្នែកផងហើយគាត់ចូលទៅមើលគាត់ឆ្ងល់ថាតើជានរណាពេលដែលគាត់ចូលទៅដល់គាត់បានឃើញថានោះគឺជាទេវតាហើយទេវតាទាំងពីរហ្នឹងក៏បានសួរទៅកាន់នាងម៉ារីម៉ាដាឡានឹងសួរថាហេតុអ្វីបានជានាងយំក្រោយមកនាងម៉ារីម៉ាដាឡាហ្នឹងក៏បានប្រាប់ទៅកាន់ទេវតាទាំងពីរថាគឺគាត់ខូចចិត្តដោយសារតែគេធ្វើទរណកម្មព្រះអង្គយ៉ាងវេទនាហើយព្រះអង្គទ្រង់សុគតយ៉ាងវេទនានៅលើឈើឆ្កាងតែមួយអង្គឯងមិនតែប៉ុណ្ណោះទោះបីជាទ្រង់សុគតហើយនៅមានគេធ្វើបាបយកសាកសពព្រះអង្គចេញពីភ្នូរទៀតអញ្ចឹងធ្វើឲ្យគាត់រឹតតែអាណិតទៅដល់ព្រះយេស៊ូវមានន័យថាសូម្បីតែមនុស្សដែលស្លាប់ហើយហ្នឹងក៏នៅតាមចងកម្មចងពៀអញ្ចឹងណាអញ្ចឹងគាត់មានអារម្មណ៍ថាអាណិតទៅដល់ព្រះយេស៊ូវមែនទែនដូច្នេះទើបគាត់យំខ្លាំងអញ្ចឹងក្រោយពីទេវតាបានឮដូច្នោះហើយទេវតាក៏បានប្រាប់ទៅកាន់នាងម៉ារីម៉ាដាឡាវិញថាចូលកុំបារម្ភអីព្រះយេស៊ូវចូលកុំបារម្ភអីគ្មាននរណាយកសពរបស់ព្រះអង្គចេញនោះទេចូលមានអំណរឡើងត្បិតព្រះយេស៊ូវទ្រង់មានប្រជញ្ញរស់ឡើងវិញហើយបន្តមកទៀតទេវតាបានប្រាប់នាងថាចូលត្រឡប់ទៅវិញចុះហើយប្រាប់ទៅដល់សាវករបស់ព្រះអង្គនិងមនុស្សផ្សេងៗទៀតឲ្យបានដឹងអំពីដំណឹងល្អនេះផងអញ្ចឹងនៅពេលដែលម៉ារីម៉ាដាឡាបានឮការនេះហើយនាងចាប់ផ្ដើមអរយ៉ាងខ្លាំងនាងក៏បានចេញពីក្នុងភ្នូរដើម្បីនឹងប្រញាប់ប្រញាល់រត់ទៅប្រាប់ដល់សាវកនិងមនុស្សឯទៀតខណៈដែលនាងធ្វើដំណើររត់ចេញពីភ្នូរហ្នឹងស្រាប់តែពេលនោះគឺនាងបានងាកមុខហើយជួបជាមួយនឹងព្រះយេស៊ូវតែម្ដងនៅនឹងជួបព្រះយេស៊ូវនៅនឹងមុខនាងតែម្ដងនៅពេលនោះគឺនាងអត់បានកត់ចំណាំថាជាព្រះយេស៊ូវនោះទេហើយព្រះយេស៊ូវទ្រង់ក៏បានសួរសំណួរមួយទៅកាន់នាងម៉ារីម៉ាដាឡានឹងទ្រង់បានសួរទៅកាន់នាងថាតើហេតុអីបានជានាងយំក្រោយពីព្រះយេស៊ូវបានសួររួចហើយព្រះអង្គបានហៅឈ្មោះម៉ារីម្ដងហើយម្ដងទៀតក្រោយមកម៉ារីចាប់ដើមភ្ញាក់ខ្លួនព្រើតតែម្ដងហើយនាងក៏បានចំណាំថានោះគឺជាសំឡេងរបស់ព្រះយេស៊ូវហើយនាងក៏ចាប់ផ្ដើមអរយ៉ាងខ្លាំងនៅវត្តមានរបស់ព្រះអង្គហើយក្រោយមកនាងក៏បានធ្វើដំណើររត់ទៅយ៉ាងប្រញាប់ដើម្បីប្រាប់ដំណឹងល្អហ្នឹងទៅកាន់សាវករបស់ព្រះអង្គដទៃទៀត អ
ណៈពេលដែលនាងធ្វើដំណើររត់មកយ៉ាងលឿនដើម្បីជួបជាមួយនឹងសាវករបស់ព្រះអង្គនៅពេលដែលគាត់រត់ទាំងភ័យផងទាំងអរផងនៅដំណឹងល្អទៅប្រាប់ទៅដល់សាវកផ្សេងៗទៀតហ្នឹងនាងក៏បានទៅជួបជាមួយនឹងសាវករបស់ព្រះអង្គក៏ប៉ុន្តែនៅពេលដែលគាត់បានរត់ទៅហើយជួបជាមួយនឹងសាវករបស់ព្រះអង្គហើយនាងបាននិយាយប្រាប់អំពីរឿងរ៉ាវផ្សេងៗអំពីការដែលនាងបានជួបទេវតាហើយបន្ទាប់មកជួបព្រះយេស៊ូវផ្ទាល់ហើយនាងនិយាយប្រាប់ថាព្រះយេស៊ូវទ្រង់មានព្រះជន្មរស់ឡើងវិញហើយពេលនោះគឺពួកសាវកគឺគាត់ស្ដាប់ឮហើយគឺគាត់អត់បានជឿអំពីការហ្នឹងទេហើយមួយទៀតមិនត្រឹមតែគាត់មិនជឿគាត់ថែមទាំងនៅតែមានអារម្មណ៍ថាផិតភ័យហើយម្នាក់គឺបិទទ្វារបិទបង្អួចគឺចិត្តអស់ហើយពីព្រោះគាត់ខ្លាចអ្នកដតីឬក៏ទាហានរ៉ូម៉ាំងផ្សេងទៀតបានឃើញពួកគេហើយពួកគេចោទប្រកាន់ថាពួកគេទាំងអស់ហ្នឹងគឺជាប់តាក់ទងជាមួយនឹងព្រះយេស៊ូវហើយពួកគេភ័យខ្លាចពួកទាហានរ៉ូម៉ាំងហ្នឹងគឺចាប់ពួកគេយកទៅសម្លាប់ដូច្នេះគឺពួកគេភ័យមែនទែនហើយទោះបីជាម៉ារីព្យាយាមពន្យល់ប្រាប់ដល់ពួកគេប៉ុណ្ណាក៏ដោយគឺអត់មាននរណាម្នាក់ជឿអំពីសម្ដីនាងម៉ារីថាព្រះយេស៊ូវទ្រង់មានព្រះជន្មរស់ឡើងវិញនោះឡើយអញ្ចឹងក្រោយពីសាវកបានស្ដាប់ឮនៅអ្វីដែលនាងម៉ារីប្រាប់ទៅដល់ពួកគាត់ហើយមានសាវកចំនួន2ទៅ3នាក់គឺគាត់បានស្ដាប់ឮការហ្នឹងហើយគាត់នៅតែមិនជឿនិងមានចម្ងល់នៅក្នុងចិត្តអំពីអ្វីដែលនាងម៉ារីប្រាប់គាត់ដូច្នេះដើម្បីឲ្យឃើញផ្ទាល់ភ្នែកពួកគាត់ពី3នាក់ក៏ចាប់ផ្ដើមធ្វើដំណើរទៅឯកន្លែងបញ្ចុះសពរបស់ព្រះយេស៊ូវកន្លែងភ្នូអញ្ចឹងហើយគាត់ទៅមើលដើម្បីដឹងថាតើព្រះយេស៊ូវទ្រង់ពិតជាមានព្រះជន្មរស់ឡើងវិញមែនឬអត់អញ្ចឹងណាអញ្ចឹងនៅពេលដែលពួកគាត់ធ្វើដំណើរចេញទៅដើម្បីពិនិត្យមើលហ្នឹងគឺពួកគាត់បានឃើញថាភ្នូនៅទូទេគឺព្រះយេស៊ូវអត់គង់នៅទីនោះទេមានតែសម្ពុតភ្នាត់ដែលរុំសពព្រះអង្គហ្នឹងគឺនៅលើទីហ្នឹងដែលត្រូវបានបត់យ៉ាងស្អាតតែប៉ុណ្ណោះគឺអត់មានឃើញព្រះយេស៊ូវនៅទីនោះទេចាប់តាំងពីពេលនោះមកការរស់ឡើងវិញរបស់ព្រះយេស៊ូវមិនត្រឹមតែលើដល់ពួកសាវករបស់ព្រះអង្គប៉ុណ្ណឹងទេថែមទាំងអ្នកផ្សេងទៀតដែលបានឃើញព្រះយេស៊ូវផ្ទាល់និងអ្នកផ្សេងទៀតគឺត្រូវបានលើអំពីដំណឹងនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវនៅក្នុងប្រទេសអ៊ីស្រាអែលនោះផងដែរហើយពួកទាហានរ៉ូម៉ាំងក៏បានដឹងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវពួកគេបានយកដំណឹងទាំងអស់នេះទៅប្រាប់ដល់មេដឹកនាំសាសនាក៏ដូចជាអ្នកដឹកនាំទាំងអស់ហ្នឹងឲ្យបានដឹងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវទៅដល់ពួកអ្នកដឹកនាំទាំងអស់ហ្នឹងផងដែរអញ្ចឹងក្រោយពេលអ្នកដឹកនាំសាសនាទាំងអស់នោះបានឮអ្វីដែលទាហានរ៉ូម៉ាំងបានប្រាប់ដល់ពួកគាត់ហ្នឹងដូច្នេះពួកគេក៏ចាប់ផ្ដើមធ្វើការបំភ្លៃនៅសេចក្តីពិតពួកគេបានធ្វើការបំភ្លៃនៅដំណឹងនិងពាក្យចចាមរាមថាព្រះយេស៊ូវមិនបានមានព្រះជន្មរស់ឡើងវិញនោះទេគឺសាវករបស់ព្រះយេស៊ូវទាំងអស់ហ្នឹងពួកគេបានខុបខិតគ្នាយកសពរបស់ព្រះយេស៊ូវហ្នឹងយកទៅលាក់ហើយបំភ្លៃពាក្យចចាមរាមថាព្រះយេស៊ូវទ្រង់មានព្រះជន្មរស់ឡើងវិញអញ្ចឹងណាដូច្នេះហើយការទាំងអស់នេះគឺត្រូវបានលើទៅដល់មនុស្សជាច្រើនថាព្រះយេស៊ូវអត់បានរស់ឡើងវិញទេគឺសាវករបស់ព្រះអង្គនឹងខូចយកសពរបស់ព្រះយេស៊ូវនឹងយកទៅលាក់អញ្ចឹងណាចឹងគេបំភ្លៃបំពល់ព័ត៌មានអីឲ្យបានច្រើននៅអ៊ីស្រាអែលទាំងអស់ហ្នឹងរីឯពួកសាវករបស់ព្រះអង្គវិញពួកគេមិនបានជឿថាព្រះអង្គមានព្រះជន្មរស់ឡើងវិញឡើយពួកគេម្នាក់ភ័យញាប់ញ័រពួននៅឯក្នុងផ្ទះហើយពួកគេបានបិទទ្វារយ៉ាងជិតពីព្រោះពួកគេខ្លាចគេចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយព្រះអង្គហើយខ្លាចពួកទាហានរ៉ូម៉ាំងចាប់ពួកគេយកទៅសម្លាប់ចោលចឹងណាដូច្នេះពួកគេបានជួបជុំគ្នាហើយបិទបង្អួចយ៉ាងជិតចាក់កន្លឹះទ្វារយ៉ាងភ័យស្លន់ស្លោហើយពួកគេក៏បាននិយាយគ្នាទៅវិញទៅមកថាតើព្រះយេស៊ូវទ្រង់ពិតជាមានព្រះជន្មរស់ឡើងវិញពិតមែនឬតើពួកឯងជឿដែរអត់ចឹងពួកគេបានសួរគ្នាទៅវិញទៅមកចឹងទៅចឹងលុះពេលដែលពួកគេជជែកគ្នាមិនបានយូរប៉ុន្មានផង
ក៏ស្រាប់តែព្រះយេស៊ូវទ្រង់លេចចេញមកភ្លាមនៅចំពោះមុខពួកគេក៏ប៉ុន្តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅកាន់ពួកគេថាចូលឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តចុះនៅពេលដែលពួកគេបានឮសំឡេងនេះរួចនៅពេលដែលពួកគេបានឮសំឡេងរបស់ព្រះយេស៊ូវរួចហើយសាវករបស់ព្រះអង្គមួយចំនួនបានចំណាំនៅសំឡេងរបស់ព្រះអង្គហើយពួកគេក៏បានសួរទៅកាន់ព្រះយេស៊ូវថាតើពិតជាព្រះអង្គមែនទេព្រះអង្គក៏ឆ្លើយតបទៅពួកគេថាគឺខ្ញុំនឹងហើយក្រោយមកសាវកម្នាក់របស់ព្រះយេស៊ូវក៏បាននិយាយទៅកាន់ទ្រង់ថាគឺខ្ញុំមិនជឿដាច់ខាតប្រសិនបើខ្ញុំមិនបានឃើញស្នាមដាច់គោលនៅលើម្រាមដៃរបស់ទ្រង់ហើយមិនបានប៉ះនៅស្នាមឆ្អឹងជំនីរបស់ទ្រង់ទេនោះខ្ញុំមិនជឿថាទ្រង់មានប្រជញ្ញរស់ឡើងវិញដាច់ខាតក្រោយពីទ្រង់បានលើកដូច្នេះហើយទ្រង់ក៏ឲ្យគាត់មើលស្នាមដាច់គោលនៅលើដៃរបស់ព្រះអង្គហើយទ្រង់ក៏ឲ្យគាត់ស្ទាបនៅត្រង់មុខរបួសរបស់ព្រះអង្គដែរក្រោយពេលដែលថូម៉ាស់គាត់បានឃើញស្នាមដាច់គោលនៅត្រង់បាតដៃរបស់ព្រះយេស៊ូវក៏ដូចជាបានឃើញអំពីស្លាកស្នាមដែលគេបានចាក់ព្រះយេស៊ូវត្រង់ឆ្អឹងជំនីហើយគាត់លូកដៃប៉ះកន្លែងហ្នឹងទៅគឺគាត់បានឃើញផ្ទាល់នឹងភ្នែកថានេះគឺពិតជាព្រះយេស៊ូវមែនក្រោយមកពួកសាវកទាំងអស់ក៏ចាប់ផ្ដើមជឿដល់ព្រះយេស៊ូវថាព្រះអង្គទ្រង់មានព្រះជន្មរស់ឡើងវិញគឺគាត់ចាប់ផ្ដើមមានសេចក្តីជំនឿហើយរស់ដោយសេចក្តីជំនឿហ្នឹងជាងក្រោយពីពួកគេបានឃើញអំពីផុសតាងនេះហើយគឺពួកគេបានជឿថាព្រះយេស៊ូវទ្រង់ជាព្រះពិតហើយទ្រង់មានព្រះជន្មរស់ឡើងវិញផងដែរលុះ8ថ្ងៃក្រោយមកពួកសាវករបស់ព្រះយេស៊ូវបាននាំគ្នាធ្វើដំណើរទៅឯស្រុកកំណើតរបស់ពួកគាត់ដើម្បីនឹងប្រកបមុខរបរចិញ្ចឹមជីវិតដូចធម្មតាគឺពួកគេមានមុខរបរជាអ្នកនេសាទត្រីហើយនៅយប់មួយពួកគេបានធ្វើដំណើរចុះទូកទៅឯនាយសមុទ្រដើម្បីធ្វើការនេសាទត្រីដូចធម្មតាក៏ប៉ុន្តែសួយអីគឺថ្ងៃហ្នឹងគឺចំពេលដែលមានព្យុះភ្លៀងរលកបោកបក់យ៉ាងខ្លាំងហើយធ្វើពួកគេម្នាក់ៗគឺផិតភ័យខ្លាំងមែនទែនអញ្ចឹងនៅយប់ដែលពួកគេធ្វើការនេសាទត្រីហ្នឹងគឺមានព្យុះបក់បោកយ៉ាងខ្លាំងហើយពេលនោះគឺព្រះយេស៊ូវទ្រង់ធ្វើដំណើរនៅលើទឹកដើរតម្រង់ឆ្ពោះទៅឯទូករបស់ពួកគេហើយសាវករបស់ព្រះអង្គមួយចំនួនបានឃើញមនុស្សម្នាក់ស្ទង់គឺដើរនៅលើទឹកទៅកាន់ពួកគេហ្នឹងពួកគេស្រែកថាខ្មោចលងអីចឹងទៅក៏ប៉ុន្តែមានប្រមាណអ្នកដែលគាត់មើលទៅស្គាល់ថានោះគឺជាព្រះយេស៊ូវអញ្ចឹងខណៈពេលដែលសាវកបានដឹងថានោះគឺជាព្រះយេស៊ូវហើយមានបុរសម្នាក់ដែលគាត់មានដួងចិត្តដូចថាឆេះឆួលមែនទែននៅក្នុងការចង់ឃើញព្រះអង្គចង់ជួបព្រះអង្គអញ្ចឹងគាត់ក៏បានសុំព្រះយេស៊ូវឲ្យគាត់អាចដើរនៅលើទឹកដូចព្រះអង្គដែរដើម្បីទៅជួបមួយព្រះអង្គផ្ទាល់អញ្ចឹងណាអញ្ចឹងខណៈដែលព្យុះបក់បោកកាន់តែខ្លាំងរលកកាន់តែខ្លាំងហ្នឹងគឺគាត់សុំព្រះយេស៊ូវឲ្យគាត់អាចមានលទ្ធភាពនៅក្នុងការដើរទៅកាន់ព្រះអង្គនៅពេលដែលឮដូច្នោះហើយព្រះយេស៊ូវក៏អនុញ្ញាតឲ្យសាវកម្នាក់ដែលឈ្មោះពេត្រុសហ្នឹងគឺធ្វើដំណើរទៅជួបព្រះអង្គដោយដើរនៅលើទឹកហ្នឹងអញ្ចឹងមិនយូរប៉ុន្មានពេត្រុសក៏ចាប់ផ្ដើមឈានជើងដើរចេញពីក្នុងទូកមកអញ្ចឹងក្រោយមកគឺមិនបងអង្គយូរគឺពេត្រុសគាត់ចាប់ផ្ដើមឈានជើងរបស់គាត់ចេញពីលើទូកហើយដើរនៅលើទឹកតម្រង់ឆ្ពោះទៅឯព្រះយេស៊ូវខណៈដែលគាត់ដើរបានប្រមាណជំហានទៅមុខគឺគាត់អផងភ័យផងគឺដំណើរឆ្ពោះទៅសម្លឹងទៅកាន់ព្រះអង្គក៏ប៉ុន្តែនៅពេលដែលឮផ្គរឬរន្ទះឬព្យុះបក់បោកកាន់តែខ្លាំងហើយរលកកាន់តែខ្ពស់ធ្វើឲ្យគាត់ចាប់ផ្ដើមភ័យឡើងគាត់មើលឃើញស្ថានភាពដូចជាមិនស្រួលហើយធ្វើឲ្យគាត់ចាប់ផ្ដើមបាត់បង់ស្មារតីហើយគាត់ក៏ចាប់ផ្ដើមលិចលង់ទៅឯក្នុងទឹកនោះទៅក្រោយពេលដែលព្រះយេស៊ូវទ្រង់ឃើញអំពីស្ថានភាពរបស់ពេត្រុសលិចទៅឯក្នុងទឹកព្រះយេស៊ូវទ្រង់យាងមកឯពេត្រុសហើយលូកដៃទៅដើម្បីស្រង់គាត់ចេញពីក្នុងទឹកត្រឡប់មកវិញក្រោយមកព្រះយេស៊ូវហើយនិងសាវករបស់ព្រះអង្គក៏បានធ្វើដំណើរមកឯច្រាំងយ៉ាងមានសុខសុវត្ថិភាពហើយពេលដែលព្យុះបានកន្លងផុតទៅពួកគាត់ទាំងអស់ចាប់ផ្ដើមធ្វើការបង្កាត់ភ្លើងហើយធ្វើការដុតត្រីហើយញ៉ាំអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយហើយទ្រង់ក៏បានសួរសំណួរទៅកាន់សាវកអ្នករបស់ព្រះអង្គដែលគាត់មានឈ្មោះថាពេត្រុសព្រះអង្គបានសួរទៅកាន់គាត់ដូចនេះថាពេត្រុសអើយ
តើអ្នកស្រឡាញ់ខ្ញុំទេពេត្រុសក៏បានឆ្លើយទៅកាន់ទ្រង់ដូចនេះថាស្រឡាញ់ក្រោយមកព្រះយេស៊ូវក៏បាននិយាយតបទៅកាន់គាត់វិញថាបើអញ្ចឹងចូលមើលថែកូនជាមខ្ញុំផងអញ្ចឹងព្រះយេស៊ូវទ្រង់សួរទៅកាន់ពេត្រុសដដែលមិនមែនមួយដងទេគឺរហូតទៅដល់3ដងចំណែកឯពេត្រុសវិញគាត់បានឆ្លើយនៅចម្លើយដដែលចំនួន3ដងដូច្នេះថាគាត់នៅតែស្រឡាញ់ទ្រង់ជានិច្ចព្រះយេស៊ូវក៏បានផ្ដាំគាត់ដដែលថាបើគាត់ពិតជាស្រឡាញ់ទ្រង់មែនសូមជួយមើលថែកូនជាមរបស់ទ្រង់ផងចំណែកឯកូនជាមនោះគឺព្រះអង្គសំដៅទៅលើអ្នកថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារនោះឯងបន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវព្រះអង្គទ្រង់បានគង់នៅលើផែនដីនេះចំនួន40ថ្ងៃបន្តទៀតហើយនៅក្នុងរយៈពេល40ថ្ងៃហ្នឹងគឺព្រះអង្គទ្រង់បានធ្វើដំណើរទៅកន្លែងជាច្រើនដើម្បីប្រកាសអំពីដំណឹងល្អនៃនគរស្ថានសួគ៌ទៅកាន់បណ្ដាជននិងមនុស្សជាច្រើនទៀតផងដែរលុះ40ថ្ងៃបានកន្លងផុតទៅព្រះយេស៊ូវទ្រង់បានប្រមូលសាវករបស់ព្រះអង្គទាំងអស់ហើយនឹងអ្នកជឿព្រះអង្គនឹងដើរតាមព្រះអង្គទាំងអស់ជាច្រើនសាវករបស់ព្រះអង្គនិងមនុស្សជាច្រើនទៀតគឺត្រូវបានជួបជុំគ្នាហើយទ្រង់បានផ្ដាំនៅពាក្យបណ្ដាំដ៏សំខាន់ចុងក្រោយបំផុតទៅដល់សាវករបស់ព្រះអង្គនិងអ្នកដែលជឿព្រះអង្គផងដែរហើយបណ្ដាំដែលព្រះអង្គទ្រង់ផ្ដាំទៅកាន់សាវកក៏ដូចជាអ្នកដែលជឿព្រះអង្គនោះគឺកត់ត្រាទុកនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក28ខ19ដល់ខ20ផងដែរឥឡូវសូមយើងអានជាមួយគ្នាតើបណ្ដាំចុងក្រោយដ៏សំខាន់ដែលព្រះយេស៊ូវផ្ដាំទៅកាន់សាវករបស់ព្រះអង្គឲ្យធ្វើបេសកកម្មបន្តពីព្រះអង្គនឹងគឺជាអ្វីយើងអានជាមួយគ្នានៅក្នុងព្រះគម្ពីរម៉ាថាយជំពូក28ខ19ខ20សូមដូច្នេះចូលទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងជាតិសាសន៍ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យដោយនៅព្រះនាមព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចុះហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផងហើយមើលខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរដរាបដល់បំផុតកលអាមែនអញ្ចឹងមុនពេលដែលព្រះយេស៊ូវទ្រង់យាងទៅនគរស្ថានសួគ៌វិញគឺព្រះអង្គទ្រង់ឲ្យសាវករបស់ព្រះអង្គទៅប្រកាសដំណឹងល្អទៅកាន់មនុស្សគ្រប់ទាំងជាតិសាសន៍ទាំងអស់ហើយឲ្យពួកគេបង្រៀននៅអ្វីទាំងអស់ដែលព្រះយេស៊ូវបានបង្រៀនដល់ពួកគេហ្នឹងបង្រៀនទៅកាន់អ្នកដទៃផ្សេងទៀតហើយព្រះអង្គទ្រង់ក៏បានសន្យាថាព្រះអង្គនឹងគង់នៅជាមួយនឹងពួកគេរហូតដល់អកលជានិច្ចផងដែរហើយនេះគឺជាព្រះបន្ទូលចុងក្រោយដែលយើងបានអានជាមួយគ្នាផងដែរអូខេអញ្ចឹងព្រះបន្ទូលរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយអរគុណបងប្អូននៅក្នុងការយកចិត្តទុកដាក់ស្ដាប់ហើយសង្ឃឹមថាសប្តាហ៍ក្រោយយើងនឹងបានជួបគ្នាផ្ទាល់ផងដែរហើយជាចុងក្រោយអរគុណបងប្អូនសម្រាប់ពេលវេលាដ៏មានតម្លៃហើយបងប្អូនត្រូវចាំថាព្រះជាម្ចាស់ទ្រង់ស្រឡាញ់បងប្អូនហើយខ្ញុំក៏ស្រឡាញ់ដល់បងប្អូនទាំងអស់គ្នាផងដែរបាទអរគុណច្រើនសូមព្រះប្រទានពរជម្រាបលាបាយបាយ